បាទទស្សដីបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពធ្វើម្ហូបបងប្អូនបាទហ្នឹងហើយនេះយើងត្រូវហាន់សាច់ហាន់អីហើយខ្ទឹមអីយើងដំវាហើយយើងច្រាំវារួចអស់ហើយណាបងប្អូនណាហ្នឹងហើយបាទបន្ទាប់មកយើងដាក់ខ្លាញ់នៅក្នុងខ្ទះរួចហើយបាទទុកឲ្យវាក្តៅបន្តិចឲ្យវាក្តៅខ្លាញ់ណាបងប្អូនបាទបន្ទាប់មកទីទៀតក៏យើងបងខ្ទឹមចូលខ្ទឹមដែលយើងដំហើយយើងច្រាំវាហ្នឹងយើងដាក់ចូលក្នុងផ្ទះទៅណាបងប្អូនដាក់ជាមួយខ្លាញ់ហ្នឹងរួចហើយក៏ល្មមសំល្មមហើយគឺយើងដាក់សាច់ចូលបងប្អូនរួចហើយក៏លីងវាមកទៅទុះហ្នឹងហើយបាទតបមកក៏យើងដាក់គ្រឿងចូលជាដំបូងយើងដាក់ស្ករបាទស្ករហ្នឹងបងប្អូនបាទបន្ទាប់មកទៀតគឺយើងដាក់ ready បាទ ready បន្ទាប់មកក៏យើងដាក់ម្សៅស៊ុបឬប៊ីចេងហ្នឹងណាបងប្អូនហើយនឹងដាក់ប្រេងក្រុំតិចទៅឲ្យវាឈ្ងុយណាបងប្អូនបាទហ្នឹងហើយបន្ទាប់មកទៀតក៏យើងដាក់ទឹកត្រីបាទដាក់ទឹកត្រីរួចរាល់អស់ហើយក៏យើងកូរវាទៅបាទយើងច្បល់វាឲ្យសព្វតិចទៅណាបាទហ្នឹងហើយកន្លែងនេះចង់ប្រាប់ថាពេលហ្នឹងឈ្ងុយណាស់បងប្អូនឈ្ងុយបាទបាទមើលទៅទំនងណាបងប្អូនមែនទេបាទហ្នឹងហើយបាទមើលតំល្មមហើយបន្ទាប់មកទៀតយើងយកបន្លែបាទបន្លែដែលយើងចិត្តហាន់ហើយអស់ហើយហ្នឹងចម្រោះហ្នឹងបាទយើងយកមកចាក់ចូលក្នុងខ្ទះទៅបាទចាក់ចូលជាមួយសាច់ជាមួយអីរួចហើយក៏ច្បល់ឲ្យសព្វតិចទៅណាបងប្អូនបាទហ្នឹងហើយអានេះបើយើងថ្មិញល្អក៏យើងដាក់តែល្មមទៅយើងហូបឲ្យវាស្រួយឆ្ងាញ់ប៉ុន្តែបើថាយើងអ្នកអន់ថ្មិញគឺថាមិនទៅតាពីដាច់អីចឹងទៅយើងដាក់ឲ្យវាទន់ទៅចឹងណាបងប្អូនបាទហ្នឹងឯងវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើនជម្រាបលាបាយបាយ